របៀបងាយៗបងប្អូនទាំងគ្នានៃការចូលទៅបិទ following TikTok របស់យើងកុំឲ្យអ្នកណាផ្សេងក្រៅពីយើងឃើញជាដំបូងយើងចូលទៅកាន់ TikTok បន្តមកទៀតយើងចូលទៅកាន់ tray 3ចូលទៅកាន់ tray 3បន្តមកទៀតយើងចូលទៅកាន់ setting and privacy បន្តមកទៀតយើងចូលទៅកាន់ privacy នេះគឺរូបកូនសោមួយនេះហើយបងប្អូនទាំងគ្នាចុចចូលបន្តមកទៀតយើងអូសទៅខាងលើបន្តិចហើយយើងនឹងឃើញពាក្យថា following ចុចចូលទៅកាន់ following បន្តមកទៀតបើយើងចង់បិទកុំឲ្យមាននរណាផ្សេងក្រៅពីយើងអាចឃើញបានគឺយើងយក only you នោះមានន័យថា only you គឺយើងឃើញតែម្នាក់ឯងតែប៉ុណ្ណោះអ្នកផ្សេងគឺមិនអាចមើលឃើញបានទេតែបើយើងចង់បើកឲ្យគេមើលឃើញទាំងអស់គ្នាវិញយើងចូលទៅកាន់ everyone ទៅជាការស្រេចហើយសូមអរគុណជួបគ្នានៅវីដេអូក្រោយ